ចំពោះទី10ប្រកបមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្នកណាដែលចូលទៅក្នុងក្រោលជាមមិនមែនតាមទ្វារគឺឡើងចូលតាមកន្លែងណាឯទៀតវិញអ្នកនោះឈ្មោះថាជាចៅលួចចៅប្លន់ហើយឯអ្នកដែលចូលតាមទ្វារនោះជាអ្នកគង្វាលជាមពិតអ្នកឆ្មាំទ្វារក៏បើកឲ្យអ្នកនោះហើយហ្វូងជាមស្ដាប់តាមសំឡេងគាត់ដែរឯជាមរបស់គាត់នោះគាត់ហាយតាមឈ្មោះវានីមួយៗនាំចេញទៅក្រៅកាលបានបញ្ចេញជាមខ្លួនទៅក្រៅអស់ហើយនោះគាត់ដើរមុនវាហើយជាមក៏ដើរតាមក្រោយទៅដបិតវាស្គាល់សំឡេងគាត់វាមិនព្រមតាមមនុស្សដទៃទេវានឹងរត់ចេញពីគេវិញពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យប្រៀបដូចនេះទៅគេតែគេមិនដឹងជាទ្រង់មានបន្ទូលពីដំណើរអ្វីទេដូច្នេះព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេម្ដងទៀតថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាខ្ញុំជាទ្វារជាមអស់អ្នកដែលមកមុនខ្ញុំនោះសុទ្ធតែជាចៅលួចចៅប្លន់ទៅទេតែជាមមិនបានស្ដាប់តាមអ្នកទាំងនោះឡើយខ្ញុំជាទ្វារបើអ្នកណាចូលតាមខ្ញុំនោះនឹងបានសង្គ្រោះរួចនឹងចេញចូលហើយនឹងរកបានវាលស្មៅដ៏ស្រួលឯចៅវាមកប្រយោជន៍តែនឹងលួចសម្លាប់ហើយបំផ្លាញប៉ុណ្ណោះតែឯខ្ញុំវិញខ្ញុំបានមកដើម្បីឲ្យវារាល់គ្នាមានជីវិតហើយឲ្យមានជីវិតនោះពេញបរិបូរណ៍ផងខ្ញុំជាអ្នកគង្វាលល្អឯអ្នកគង្វាលល្អក៏សួរតែបដូរជីវិតជំនួយជាមតែអ្នកស៊ីឈ្នួលដែលមិនមែនជាអ្នកគង្វាលពិតហើយជាមក៏មិនមែនជារបស់ផងវាលុះវាឃើញឆ្កែព្រៃមកក៏រត់ចេញចោលជាមនោះឆ្កែព្រៃឆក់យកទៅទាំងដេញកំចាត់កំចាយហ្វូងជាមផងអ្នកស៊ីឈ្នួលនោះរត់ទៅពីព្រោះវាគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះវាមិនយកចិត្តទុកដាក់នឹងជាមឡើយឯខ្ញុំជាអ្នកគង្វាលល្អខ្ញុំស្គាល់ជាមរបស់ខ្ញុំហើយជាមក៏ស្គាល់ខ្ញុំដែរដូចជាព្រះវរបិតាទ្រង់ស្គាល់ខ្ញុំហើយខ្ញុំក៏ស្គាល់ទ្រង់ដែរខ្ញុំសួរបដូរជីវិតខ្ញុំនឹងជាមខ្ញុំក៏មានជាមឯទៀតដែលមិនទាន់នៅក្នុងក្រៅនេះនៅឡើយត្រូវតែខ្ញុំនាំជាមទាំងនោះមកដែរវានឹងស្ដាប់តាមសំឡេងខ្ញុំនោះនឹងមានហ្វូងតែមួយនិងអ្នកគង្វាលតែមួយវិញហេតុនោះបានជាព្រះវរបិតាទ្រង់ស្រឡាញ់ខ្ញុំពីព្រោះខ្ញុំដាក់ជីវិតខ្ញុំចុះដើម្បីឲ្យបានយកមកវិញគ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេគឺខ្ញុំដាក់ជីវិតនេះចុះដោយខ្លួនខ្ញុំអាចនឹងដាក់ជីវិតនេះចុះហើយក៏អាចនឹងយកមកវិញបានដែរខ្ញុំបានទទួលអំណាចនេះពីព្រះវរបិតាខ្ញុំមកនោះពួកសាសយូដាក៏កើតបែកបាក់ទាស់គ្នាម្ដងទៀតដោយព្រោះពាក្យនេះក៏មានពួកគេជាច្រើននិយាយថាអ្នកនោះមានអារក្សជូនមែនហើយក៏ឈួតផងហេតុអ្វីបានជាស្ដាប់វាខ្លះទៀតថានេះមិនមែនជាពាក្យសម្ដីរបស់មនុស្សមានអារក្សជយទេតើអារក្សអាចនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែកបានភ្លឺដែរឬគ្រានោះជារដូវរងាហើយនៅក្រុងយេរូសាឡែមគេកំពុងតែធ្វើបុណ្យឆ្លងហើយឯព្រះយេស៊ូវទ្រង់យាងចុះឡើងក្នុងព្រះវិហារត្រង់បាំងសាចលួងសាឡូមោននោះមានពួកសាសយូដាចោមភួតទ្រង់ទូលសួរថាតើលោកទុកឲ្យយឺខ្ញុំនៅស្តាក់ស្ទើរដល់កាលណាទៀតបើលោកជាព្រះគ្រីស្ទពិតទេនោះសូមប្រាប់យើងខ្ញុំឲ្យច្បាស់មកចុះព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថាខ្ញុំបានប្រាប់អ្នករាល់គ្នាហើយតែអ្នករាល់គ្នាមិនជឿឯការទាំងពួងដែលខ្ញុំធ្វើដោយនៅនាមព្រះវរបិតាខ្ញុំការទាំងនោះឯងធ្វើបន្តពីខ្ញុំហើយប៉ុន្តែអ្នករាល់គ្នាមិនជឿដបិតអ្នករាល់គ្នាមិនមែនជាជាមរបស់ខ្ញុំទេដោយជាខ្ញុំបានប្រាប់ស្រេចហើយជាមខ្ញុំទាំងប៉ុន្មានវាស្ដាប់ខ្ញុំហើយមកតាមខ្ញុំក៏ស្គាល់វាដែរខ្ញុំឲ្យជីវិតអស់កលជានិច្ចដល់វាមិនត្រូវវិនាសនៅអស់កលរៀងទៅក៏គ្មានអ្នកណាឆក់វាពីដៃខ្ញុំបានដែរព្រះវរបិតាខ្ញុំដែលប្រទានវាមកខ្ញុំទ្រង់ធំលើសជាងទាំងអស់គ្មានអ្នកណាអាចនឹងឆក់វាចេញពីព្រះហត្ថរបស់ព្រះវរបិតាខ្ញុំបានឡើយខ្ញុំហើយនឹងព្រះវរបិតាគឺតែមួយព្រះអង្គនោះពួកសាសយូដាក៏រើសថ្មម្ដងទៀតដើម្បីនឹងចោទព្រះយេស៊ូវតែទ្រង់មានបន្ទូលសួរគេថាខ្ញុំបានសម្ដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើនដែលមកពីព្រះវរបិតាខ្ញុំតើអ្នករាល់គ្នាចោទខ្ញុំនឹងថ្មដោយព្រោះការណាមួយនោះពួកសាសយូដាទូលឆ្លើយថាយើងចោទអ្នកនឹងថ្មមិនមែនដោយព្រោះការល្អណាទេគឺដោយព្រោះពាក្យប្រមាថដោយព្រះហើយពីព្រោះអ្នកដែលជាមនុស្សបានតាំងខ្លួនឡើងជាព្រះវិញប៉ុណ្ណោះ
พระเยซูមានបន្ទូលឆ្លើយថាតើគ្មានសេចក្តីចែងទុកនៅក្នុងក្រឹតវិញ្ញាណរបស់អ្នករាល់គ្នាថាអំពីអញថាឯងរាល់គ្នាជាព្រះទេឬអីដូច្នេះបើទ្រង់បានហៅអ្នកទាំងនោះជាព្រះដែលព្រះបន្ទូលរបស់ព្រះអង្គបានឮទៅគេហើយបើលើកចោលបុត្រគម្ពីរណាមិនបាននោះតើអ្នករាល់គ្នានិយាយមកខ្ញុំនេះដែលព្រះវរបិតាញែកជាបរិសុទ្ធហើយចាត់មកក្នុងលោកយាថាខ្ញុំពោលពាក្យប្រមាថដល់ព្រះដោយព្រោះតែខ្ញុំនិយាយថាខ្ញុំជាព្រះរាជបុត្រានៃព្រះដូច្នេះឬបើសិនជាខ្ញុំមិនធ្វើការរបស់ព្រះវរបិតាខ្ញុំទេនោះកុំហើយជឿដល់ខ្ញុំឡើយប៉ុន្តែបើខ្ញុំធ្វើការរបស់ទ្រង់វិញនោះទោះបើអ្នករាល់គ្នាមិនជឿខ្ញុំគង់តែត្រូវតែជឿដល់ការទាំងនោះវិញដែរដើម្បីឲ្យអ្នករាល់គ្នាបានដឹងហើយជឿថាព្រះវរបិតាទ្រង់គង់នៅក្នុងខ្ញុំហើយខ្ញុំក្នុងទ្រង់ដែរគេក៏រកចាប់ទ្រង់ម្ដងទៀតតែទ្រង់គេចេញរួចពីកណ្ដាប់ដៃគេទៅរួចយាងទៅខាងនាយទន្លេយ៉រដានវិញទៀតជាកន្លែងដែលលោកយ៉ូអានធ្វើបុណ្យជ្រមុជជាន់មុនដំបូងហើយទ្រង់គង់នៅទីនោះមានមនុស្សជាច្រើនមកឯទ្រង់ក៏និយាយថាលោកយ៉ូអានគ្មានទីសម្គាល់ណាទេតែសេចក្តីទាំងពួងដែលលោកមានប្រសាសន៍ពីអ្នកនេះនោះសុទ្ធតែពិតទាំងអស់នៅទីនោះមានមនុស្សជាច្រើនជឿដល់ទ្រង់ដែរ